ចំពោះអូនៗដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅកាន់សហរដ្ឋអាមេរិកដោយអត់ត្រូវការ IELTS អូនអាច apply មកកាន់ scholarship មួយនេះបានអញ្ចឹង scholarship មួយនេះអូនទទួលបានផលប្រយោជន៍ជាច្រើនមែនតើទីមួយគឺថ្លៃសាលារហូតដល់100%ប្រើបន្ថែមប្រចាំខែថ្លៃសំបុត្រយន្តហោះកន្លែងស្នាក់នៅក៏ដូចជាការបណ្ដុះបណ្ដាលលើជំនាញដឹកនាំផងដែរតែតោះជាមួយនឹងការលក្ខខណ្ឌនៃការចុះឈ្មោះអញ្ចឹងអូនទោះតែជាសិស្សឬក៏និស្សិតនារីដែលមានអាយុចាប់ពី17ដល់20ឆ្នាំមានបទបត្តិបន្ទុក3ឆ្នាំចុងក្រោយទទួលបាននិស្ស A ឬក៏ B នៅពេលប្រឡងអត់ដប់ក៏ដូចជាមានបទពិសោធន៍ការងារក្រៅសាលាផងដែរបើតើតោះជាមួយនឹងសំណុំឯកសារវិញគឺអូនត្រូវមានពាក្យសមអាហារូបករណ៍មាន personal statement ឬក៏ essay ក៏ដូចជាសញ្ញាបត្រទី11ទី12ហើយតើតោះមួយជំនាញសិក្សាវិញគឺមានទាំង STEM មានទាំង Health Science ក៏ដូចជា Education ផងដែរហើយក៏ដូចជាជំនាញជាច្រើនទៀតដែលផ្ដោតដោយសាកលវិទ្យាល័យនៅខាងសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងបើសិនជាអូនមានចម្ងល់តាក់ទងជាមួយនឹងអាហារូបករណ៍មួយនេះអូនអាច contact ឬក៏តាក់ទងមកពួកយើងតាមរយៈ Facebook page របស់យើងផ្ទាល់ក៏ដូចជាអូនអាចមកកាន់ទីតាំងរបស់យើងផ្ទាល់ក៏បានដែរបាយ